នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានឆ្លើយតបនឹងសំណើយោធាថៃឲ្យបើកច្រកទ្វារព្រំដែនខ្មែរមួយចំនួនជាប់ខេត្តស្រះកែវប្រទេសថៃថាកម្ពុជាចាំមើលតែភាគីថៃលើការសម្រេចបើកច្រកទ្វារព្រំដែនឲ្យដូចមុនព្រឹត្តិការណ៍ថ្ងៃទី7មិថុនាដែលយោធាថៃបានសម្រេចបិទច្រកទ្វារព្រំដែនជាឯកតោភាគីនេះជាការឆ្លើយតបរបស់លោកហ៊ុនម៉ាណែតទៅភាគីថៃនៅថ្ងៃអាទិត្យនេះបន្ទាប់ពីភាគីថៃថាប្រជាពលរដ្ឋរបស់ខ្លួនកំពុងទទួលរងផលប៉ះពាល់ពីការបិទច្រកទ្វារព្រំដែននេះនៅក្នុងសារបង្ហោះលើបណ្ដាញសង្គម Facebook ដើម្បីបញ្ជាក់ទៅកាន់ពលរដ្ឋនៃប្រទេសទាំងពីរលោកហ៊ុនម៉ាណែតបានរៀបរាប់ថាកម្ពុជាយល់ច្បាស់អំពីប្រជាពលរដ្ឋទាំងសងខាងកម្ពុជាទាំងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែនលោកបន្តថាកម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមធ្វើការបិទបើកច្រកព្រំដែនជាឯកតោភាគីនោះទេពលគឺកងទ័ពថៃបានចាប់ផ្ដើមធ្វើការបិទច្រកព្រំដែនកែសម្រួលម៉ោងបិទបើកនិងកំណត់លក្ខខណ្ឌកម្រិតការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគីចាប់តាំងពីថ្ងៃទី7មិថុនា2025និយាយជារួមក្នុងការឆ្លើយតបទៅនឹងសំណើរបស់កងទ័ពបូព៌ារបស់ថៃឈរជើងនៅខេត្តស្រះកែវលោកហ៊ុនម៉ាណែតថាកូនសោស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយបើចង់ឲ្យស្ថានភាពវិលមករកភាពប្រក្រតីវិញព្រោះទាំងទាហាននិងរដ្ឋាភិបាលថៃមានចំណែកលើការបិទបើកច្រកទ្វារព្រំដែននេះបើតាមលោកហ៊ុនម៉ាណែតអាជ្ញាធរថៃក៏ដូចជាប្រជាជនថៃដែលមានបំណងចង់ឲ្យមានការបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញនោះមិនចាំបាច់ស្នើមកកម្ពុជាទេក្នុងន័យនេះពួកគេអាចស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃមិនថាជាកងទ័ពឬអ្នកណានោះទេឲ្យបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដោយមុនថ្ងៃទី7មិថុនាឆ្នាំ2025និងផ្ដល់ការធានាច្បាស់លាស់ថានឹងមិនមានការបិទបើកជាឯកតោភាគីទៀតនោះគឺជាការស្រេចបើតាមលិខិតរបស់ភាគីថៃនៅខេត្តស្រះកែវដែលប្រែសម្រួលក្រៅផ្លូវការជាខេមរៈភាសាការបិទព្រំដែនរវាងកម្ពុជានិងថៃបានធ្វើឲ្យមានការជាប់គាំងរថយន្តដឹកជញ្ជូនទំនិញតាមព្រំដែនដូច្នេះដើម្បីកាត់បន្ថយផលប៉ះពាល់នៃទុក្ខលំបាករបស់ប្រជាពលរដ្ឋស្របតាមគោលការណ៍មនុស្សធម៌ភាគីថៃបានស្នើឲ្យមានការសម្របសម្រួលពីភាគីកម្ពុជាលើការបើកច្រកព្រំដែនមួយចំនួនចាប់ពីម៉ោង8ព្រឹកដល់4រសៀលនិងពីម៉ោង8ព្រឹកដល់ម៉ោង12យប់ដើម្បីបើកផ្លូវឲ្យមានការឆ្លងកាត់យានជំនិះចេញចូលទឹកដីកម្ពុជានិងថៃសូមបញ្ជាក់ថាចំនួនព្រំដែនខ្មែរថៃបានកើនឡើងកម្ដៅកាន់តែខ្លាំងនៅពេលកម្ពុជាប្រកាសឈប់ចរចាជាទ្វេភាគីគឺនៅតំបន់ប្រាសាទតាមាន់តូចតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំ3ដោយរុញចំនួននេះទៅកាត់សេចក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ភាពតានតឹងនេះក៏ផ្ដើមចេញពីការបាញ់ប្រហាររបស់ទាហានថៃមកលើកងទ័ពកម្ពុជាដែលធ្វើឲ្យទាហានខ្មែរម្នាក់ស្លាប់នៅតំបន់មុំ3នៃខេត្តព្រះវិហារកាលពីថ្ងៃទី28ខែមិថុនាឆ្នាំ2025ស្របពេលប្រទេសទាំងពីរបន្តស្ថិតក្នុងជម្លោះក្រុមមេដឹកនាំកម្ពុជាបានចេញវិធានការបង្ខំឲ្យទាហានថៃបើកច្រកទ្វារព្រំដែនឲ្យដូចដើមវិញក្នុងនោះមានការហាមឃាត់ការនាំចូលបន្លែផ្លែឈើពីថៃហើយចុងក្រោយនេះគឺហាមមិនឲ្យនាំប្រេងពីថៃមកលក់នៅកម្ពុជា